បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនបាទអំពីរបៀបដាក់ Easy Touch នៅលើទូរស័ព្ទ iPhone បាទមានបងប្អូនខ្លះគាត់អត់ទាន់ដឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងទៅអនុវត្តទាំងអស់គ្នាបងប្អូនបាទយើងចូលមកកាន់ setting នេះមកបងប្អូនបាទបន្ទាប់មកបាទនេះខ្ញុំចុចមកក្រោយសិនបងប្អូនបាទបន្ទាប់មកបងប្អូននឹងឃើញនៅនេះជុំបងប្អូននឹង scroll មកក្រោមបន្តិចមកបងប្អូននឹងឃើញពាក្យ accessibility នេះបងប្អូនបាទអញ្ចឹងយើងចុចលើពាក្យហ្នឹងមកហើយបន្ទាប់មកយើង scroll មកខាងក្រោមទៀតបងប្អូនបាទយើងនឹងឃើញពាក្យថា touch នេះមានសញ្ញាម្រាមដៃនេះបងប្អូនបាទអញ្ចឹងយើងចុចលើវាមកហើយបន្ទាប់មកបងប្អូននឹងឃើញបាទនៅខាងលើនេះ assistive touch នេះបងប្អូនបាទរៀងបាក់អានអត់បើសិនជាខុសឆ្គងសូមអធិស្ឋានផងបងប្អូនបាទអញ្ចឹងមកយើងចុចលើនឹងមកបាទវាដាក់ពាក្យថា off ឥឡូវយើង on វាមកយើងបើកវាមកបាទឲ្យចេញពណ៌បៃតងមកអញ្ចឹង easy touch យើងវា load មកនេះបងប្អូននេះអាខ្ញុំគូសនេះគេហៅ easy touch ទេបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណបាទសូមគោរពលាបាទជួបគ្នានៅវីដេអូក្រោយៗទៀត